ព័ន្ធនឹងការងារបច្ចេកទេសរបស់យើងបងប្អូនអាចមើលបានអានេះគេមិនងាយថតឲ្យអញ្ចឹងទេបងប្អូនបាទការងារគឺគេមិនថតឲ្យអាហ្នឹងគឺជាការងារបច្ចេកទេសផ្ទៃក្នុងប៉ុន្តែដោយសារតែការងាររបស់ខ្ញុំអត់មានអីលាក់លៀមទេបងប្អូនគឺយើងធ្វើការងាររបស់ជាងរបស់យើងគឺពោរពេញដោយបច្ចេកទេសហើយនឹងទេពកោសល្យជាមួយនឹងជំនាញដែលពួកយើងធ្លាប់ធ្វើការងារជាមួយគ្នាហ្នឹងរយៈពេលច្រើនឆ្នាំមកហើយបងប្អូនហើយតាក់ទងនឹងបាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាក៏ដូចជាលោកអ៊ុំលោកពូអ្នកមីងទាំងអស់ថ្ងៃនេះថ្ងៃអាទិត្យទី26ខែ4ណាថ្ងៃអាទិត្យអញ្ចឹងបងប្អូនលោកអ៊ុំលោកពូអ្នកមីងបានមានគម្រោងអញ្ជើញទៅដើរលេងកម្សាន្តនៅទីណាដែរไหมថ្ងៃនេះបើសិនជាបានឃើញវីដេអូខ្ញុំអឺសូមសួរសុខទុក្ខបងប្អូនពីចម្ងាយទៅផងអញ្ចឹងខ្ញុំមានវីដេអូមួយពាក់ព័ន្ធនឹងការងារសំណង់របស់ខ្ញុំដដែលទេប្រហែលថ្ងៃមុនខ្ញុំបានបង្ហោះវីដេអូពាក់ព័ន្ធជាមួយនឹងការងារសំណង់របស់ខ្ញុំហ្នឹងគឺការងារហ្នឹងវាបានរៀងច្រើនហើយបានការងាររៀបបូកថ្នាំខាងក្រៅជ្រីអីជ្រុងអីហើយមួយចំនួនច្រើនអញ្ចឹងណាបងប្អូនថ្ងៃនេះសូមបងប្អូនសូមនាំអារម្មណ៍បងប្អូនមកទស្សនាការងាររបស់ខ្ញុំបន្តទៀតទាក់ទងនឹងការងារគ្រោងសំណង់ហើយនិងការងាររៀបឥដ្ឋណាបងប្អូនអឺទាក់ទងនឹងការងាររបស់ខ្ញុំនេះគឺនៅក្នុងខេត្តព្រៃវែងខ្ញុំក៏ទទួលម៉ៅការងារសំណង់ហ្នឹងគឺ25ខែក្រុងដែរអញ្ចឹងចំពោះបងប្អូនដែលមានចំណាប់អារម្មណ៍ទាក់ទងនឹងការសាងសង់ផ្ទះអាចប្រឹក្សាជាមួយនឹងខ្ញុំបាទហើយជាមួយនឹងក្រុមការងារអាចទំនាក់ទំនងតាមលេខទូរស័ព្ទដែលមានបានដាក់បង្ហាញបងប្អូននៅផ្នែកខាងក្រោមមិនត្រឹមតែការងារផ្នែកសំណង់ទេបងប្អូនទាក់ទងនឹងការងារហ្វុងស៊ុយក៏ពួកខ្ញុំមានក្រុមការងារជំនាញហើយជាមួយនឹងខ្ញុំបាទផ្ទាល់ខ្លួនឯងផងដែរណាបងប្អូនអឺជូនបងប្អូនមកទស្សនាគុណភាពការងាររបស់ខ្ញុំបន្ថែមទៀតបងប្អូនអាចពិនិត្យមើលទាក់ទងនឹងការងាររៀបឥដ្ឋការងាររៀបឥដ្ឋគឺមានលក្ខណៈស្មើព្រិញហ្មងណាបងប្អូនថាការងារគឺទឹកដៃមានការរៀបចំព្រឹតព្រៀងគឺសម្បើមណាទាក់ទងនឹងការងារហើយបន្ទប់គេងចាំមើលខ្ញុំនឹងណែនាំជូនបងប្អូននៅបន្ទប់គេងនេះគឺជាចង្ក្រានបាយហ៎បងប្អូនផ្នែកចង្ក្រានបាយដែលយើងអត់ទាន់ចាក់ខ្នោះហើយអានេះជាការថតដើម្បីបងប្អូនមើលសាច់សំណង់ការងាររៀបឥដ្ឋតាមជញ្ជាំងដែលយើងត្រូវរៀបមានកូវមានអីត្រឹមត្រូវគឺជញ្ជាំង N20 ហើយតាមគ្រោងទ្វារគឺគ្រោងទ្វារបន្ទប់នេះគឺ N20 ហ៎បងប្អូនហើយនៅខាងក្នុងយើងបែងចែកជាបន្ទប់ទឹកបន្ទប់អីហ្នឹងបានយើង N10 អញ្ចឹងការងារខាងក្នុងអឺតាមបន្ទប់គឺយើងប្រើ N20 ការងារខាងក្រៅមួយជុំក៏យើងប្រើ N20 ដែរហើយយើងមានកាត់ឡាំងតូធ្នឹមឡាំងតូនេះគឺធ្នឹមធំមែនតើគឺធ្នឹម20ពេញណាអត់មានធ្នឹមចាក់លើកដាក់ទេគឺធ្នឹមចាក់ទាល់ទៅនឹងពេលដែលយើងរៀបឥដ្ឋដល់កម្ពស់ដែលយើងកំណត់ណាមួយគឺយើងចាក់តែម្ដងគឺជៀសវាងការងារប្រេះបងប្អូនអាហ្នឹងហើយសាច់សំណង់គឺខាងក្រោមក៏ប្លង់សេខាងលើក៏ប្លង់សេពាក់ព័ន្ធជាមួយនឹងតាមគ្រោងទ្វារបន្ទប់ទឹកដែលយើងអត់ប្រើគ្រោងទ្វារឈើបងប្អូនគឺយើងប្រើគ្រោងទ្វារជ័រគឺយើងត្រូវចាក់បេតុងគ្រោងទ្វារតែម្ដងដើម្បីការពារដែលយើងបិទចុះបិទឡើងហ្នឹងវាមានការរង្គើរំញ័ររំជួយអីផ្សេងៗវាអាចបណ្ដាលឲ្យមានការប្រេះស្នាមផ្លូវស្រមោចបងប្អូនហើយមើលទៅការកូវបងប្អូនការកូវអញ្ចឹងឥដ្ឋមួយគឺយើងកូវប្រើឥដ្ឋតាន់ណាហើយតាក់ទងនឹងបច្ចេកទេសរបស់យើងជាមួយនឹងរចនាសម្ព័ន្ធនៃការងារគឺយើងធ្វើឲ្យតែងតែសម្អាតណាបងប្អូនយើងសម្អាតរាល់ការងារនីមួយៗបញ្ចប់ហើយនឹងចាប់ផ្ដើមធ្វើការងារបន្តទៅទៀតនេះគឺយើងតែងតែមានការសម្អាតការងាររបស់យើងគឺវាភ្លឹងអញ្ចឹងណាបងប្អូនសូមបងប្អូនពិនិត្យមើលបន្តិចអានេះខ្ញុំថតជូននេះជាលក្ខណៈ detail ការងារសមិទ្ធផលការងារដែលពួកយើងធ្វើការងារមានជាប់ជញ្ជាំងជញ្ជាំងជាប់ជាមួយនឹងសសរបេតុងហើយតាក់ទងនឹងបន្ទប់ទឹកបាតបន្ទប់ទឹកនៅខាងក្រោមមុននឹងធ្វើការងាររៀបឥដ្ឋដើម្បីកុំឲ្យមានទឹកឆ្លងពីបាតបន្ទប់ទឹកមកបាតការ៉ូផ្ទះគឺយើងត្រូវការចាក់ធ្នឹមចាក់បេតុងខើបចាក់ជាបេតុងខើបដើម្បីផ្ដាច់ទឹករបស់យើងហ្នឹងកាលណាដែលយើងងូតទឹកគឺទឹកដែលយើងហ្នឹងវាជ្រាបតាមរយៈរងណាបងប្អូនចូលទៅក្នុងបាយអរនៅខាងក្រោមហើយបើសិនជាផ្ទះរបស់យើងមានស្នាមប្រេះនៅផ្នែកខាងក្រោមហ្នឹងគឺវាឆ្លងវាទៅធ្លុះដល់លិចដល់ពិដានលិចដល់អីអញ្ចឹងទៅវាធ្វើឲ្យខូចផ្ទះបងប្អូនធ្វើឲ្យបងប្អូនពិបាករស់នៅមែនទែនហើយពាក់ព័ន្ធនឹងការងារបច្ចេកទេសរបស់យើងបងប្អូនអាចមើលបានអានេះ
គេមិនងាយថតឲ្យអញ្ចឹងទេបងប្អូនបាទការងារគឺគេមិនថតឲ្យអាហ្នឹងគឺជាការងារបច្ចេកទេសផ្ទៃក្នុងប៉ុន្តែដោយសារតែការងាររបស់ខ្ញុំអត់មានអីលាក់លៀមទេបងប្អូនគឺយើងធ្វើការងាររបស់ជាងរបស់យើងគឺពោរពេញដោយបច្ចេកទេសហើយនឹងទេពកោសល្យជាមួយនឹងជំនាញដែលពួកយើងធ្លាប់ធ្វើការងារជាមួយគ្នាហ្នឹងរយៈពេលច្រើនឆ្នាំមកហើយបងប្អូនហើយតាក់ទងនឹងការងារប៉ុណ្ណេះមិនមែនអ្នកទុំតែចេះធ្វើការអាចធ្វើការងារបានលទ្ធផលប៉ុណ្ណេះបងប្អូនគឺឆ្លងកាត់បទពិសោធន៍ណា ត្បូងគឺអាចថាពិបាកដូចតែគេដែរហ្នឹងដូចអ្នកចាប់ផ្ដើមធ្វើការងារគឺមានភាពសុខស្មាញដូចតែគ្នាប៉ុន្តែឆ្លងកាត់តាមរយៈការធ្វើកន្លងមកច្រើនមានបទពិសោធន៍និងការរៀបចំអីបានត្រឹមត្រូវគឺយើងធ្វើការងារគេហៅថា update ណាយើងអាចឡើងទម្រង់ទឹកដៃការងារខ្លួនឯងហ្នឹងម្ដងបន្តិចដូចបងប្អូនបានឃើញហ្នឹងតាក់ទងនឹងការងារ structure ក៏ដូចគ្នាតាក់ទងនឹងការងាររៀបឥដ្ឋក៏ដូចគ្នាការងាររៀបឥដ្ឋគ្រឿងបង្គុំរឹងមាំកាលណាតែគ្រឿងបង្គុំរឹងមាំស្អាតភ្លឹងគឺការងាររៀបឥដ្ឋគឺស្អាតណាស់បងប្អូនគឺអាចយើងមើលរត់ភ្នែកល្អតែម្ដងគឺព្រិញពីដើមរហូតទៅដល់ចប់តែម្ដងតាក់ទងនឹងការងារហ្នឹងអឺរូបភាព វីដេអូមុនគឺយើងមើលទៅបងប្អូនមើលទៅយើងបានរៀបឥដ្ឋរៀបអីហើយបានច្រើនអញ្ចឹងអាចថាការងារគ្រោងសំណង់បងប្អូនមើល អត់បានឃើញក៏លោកមានការបារម្ភរឿងចាក់បេតុងស្ពោតស្អុយមានកាឌៀមានអឺសំបុកឃ្មុំមានអីហ៎បងប្អូនអាចមើលបានតាក់ទងទៅនឹងទំហំសសរគឺ25x25ណាផ្ទះនេះណាហើយធ្នឹម25គុណនឹង45 25x45ហើយតាក់ទងនឹងប្លង់សេគឺកម្រាស់1/2ពេញហ្មងណាបងប្អូនហើយជាមួយនឹងដែកគឺយើងក្រាល4ស្រទាប់ចំណែកឯការងារសំណង់បច្ចុប្បន្នគេក្រាលឲ្យបងប្អូនតែ2ស្រទាប់ទេបងប្អូនខ្ញុំមិនដឹងថាអានឹងគឺកើតឡើងវារបៀបម៉េចប៉ុន្តែតាក់ទងនឹងការរៀនសូត្រគឺបច្ចេកទេសគឺយើងត្រូវប្រើ4ព្រោះវាពាក់ព័ន្ធនឹងកម្លាំងកាច់បង្កោងណាបងប្អូនកាច់បង្កោងគឺមានន័យថាកាច់ហើយមានកោងទៀតអញ្ចឹងណាអញ្ចឹងវាតាក់ទងនឹងកម្លាំងសង្កត់ហើយនឹងកម្លាំងទាញអញ្ចឹងណាអឺអានេះគឺជាបច្ចេកទេសការងារហើយពាក់ព័ន្ធជាមួយនឹងអការចំណាយផងដែរកាលណាតែយើងធ្វើទៅវាមានភាពអឺហ្មត់ចត់ជាមួយនឹងសោភ័ណភាពការងារល្អស្អាតជាងមានទឹកដៃល្អគឺចំណាយវារៀងគួរសមជាងគេបន្តិចប៉ុន្តែវាមិនធ្វើឲ្យការងារហ្នឹងវាខុសគ្នាមេឃដីឆ្ងាយទេបងប្អូនហើយបងប្អូនអត់ឈឺក្បាលទេតាក់ទងនឹងក្រុមការងាររបស់ខ្ញុំបងប្អូនមកមើលសាច់ចំណងចូលផ្ទះបងប្អូនហើយបងប្អូនឃើញគុណភាពការងារអញ្ចឹងបងប្អូនសប្បាយចិត្តអត់មានទំនុកចិត្តច្រើនអត់ហើយទំនាក់ទំនងតាក់ទងនឹងការងារបងប្អូនលេខទូរស័ព្ទនៅខាងក្រោមហើយពាក់ព័ន្ធជាមួយនឹងបងប្អូនអាចមើលបានការចាក់ឡាំងតូសសរគៀបអីផ្សេងៗហ្នឹងគឺយើងចាក់បានស្អាតណាការងារគឺយើងរៀបចំគឺពោរពេញដោយបច្ចេកទេសអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នេះបងប្អូនអញ្ចឹងអាចនឹងជួបគ្នានៅវីដេអូក្រោយទៀតណាបងប្អូនបាទ